សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្លុកទី1របស់ខ្ញុំទៅដើរលេងនៅកពតមកជប់2ថ្ងៃខ្ញុំអត់មានគម្រោងរៀបចំទៅដើរលេងទេគឺគិតភ្លាមគឺខ្ញុំកក់សបុតឡានទៅកពតតែម្ដងដោយសារតែនៅក្នុងចិត្តរបស់ខ្ញុំគឺអត់ទាន់បានស្រះស្រះល្អបន្ទាប់ពីឪពុករបស់ខ្ញុំគាត់ទទួលមរណភាពទៅប៉ុន្តែចៃដន្យអីនៅពេលដែលទៅដល់កពតហ្នឹងខ្ញុំបានជួបជាមួយបងប្រុស2នាក់ដែលគាត់អត់មានគម្រោងទៅដើរលេងដូចគ្នាចឹងបន្ទាប់ពីពួកខ្ញុំបាននិយាយគ្នាទៅពួកយើងក៏រៀបចំគម្រោងជួលកង់គេជិះដើរលេងជាមួយគ្នាប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ហ្នឹងនៅពេលដែលពួកខ្ញុំជិះកង់គឺពួកខ្ញុំបានចូលទៅកន្លែងគេងរីសតគេជ្រៅនៅតាមដងព្រែកនៅតាមអីអញ្ចឹងណាហើយកន្លែងគេគឺស្អាតមែនទែនពេលដែលទៅដល់ហ្នឹងគឺអត់ចង់ចេញមកវិញទេគឺចង់តែគេងនៅនឹងបើមានពេលវិញចង់តែថាយើងគេងនៅនឹង2 3យប់អីអញ្ចឹងណាប៉ុន្តែដោយសារតែគោលដៅរបស់ពួកខ្ញុំគឺពួកខ្ញុំអត់ទាន់មានគម្រោងថាទៅគេងនៅណាឬក៏ពួកខ្ញុំស្នាក់នៅណាទេគឺពួកខ្ញុំដើរលេងឲ្យអស់ចិត្តសិនអញ្ចឹងតពេលយប់បានពួកខ្ញុំគិតថាតើពួកខ្ញុំនឹងត្រូវគេងនៅណាប៉ុន្តែសប្បាយអ្នកទាំងអស់គ្នាចេញពីកន្លែងមួយទៅកន្លែងមួយចេញពីរីសតមួយទៅរីសតមួយគឺពួកយើងទៅសួរព័ត៌មានគេផងទៅមើលទេសភាពកន្លែងគេគេងកន្លែងគេរៀបចំគឺថាទៅមកកន្លែងហ្នឹងគឺជីវិតរបស់យើងគឺមានន័យហ្មងណាហើយខ្ញុំគិតថាថ្ងៃក្រោយខ្ញុំដឹងតែមកនឹងម្ដងទៀតហើយគឺខ្ញុំមកដេកនៅកន្លែងដងព្រែកដងអីហ្នឹងហ្មងដោយសារតែទេសភាពគេគឺស្អាតមែនតែនបន្ទាប់ពីពួកខ្ញុំបានដើរមើលកន្លែងគេរីសតគេនៅម្ដុំខាងមាត់ព្រែកនៅខាងកពតជិះចេញពីប្រទីរួមខេត្តកពតគឺយើងជិះចេញមកម្ដុំខាងទឹកឈូម្ដុំអីវិញទាំងអស់គ្នាបន្ទាប់មកពួកខ្ញុំគិតថាចង់ទៅចលងភ្នំចង់ទៅម្ដុំភ្នំហើយដោយសារតែពួកខ្ញុំនៅមកខាងទៀតអញ្ចឹងនៅកន្លែងហ្នឹងគឺពួកខ្ញុំទៅអត់ដឹងថាមានដគេឆ្លងឬក៏អត់ទេគឺពួកខ្ញុំជួលទុកនេសាទគេដើម្បីឲ្យគេជួយនាំពួកខ្ញុំទៅថយមកខាងទៀតប៉ុន្តែនៅកំឡុងពេលជិះទូកហ្នឹងគឺថាអូយកន្លែងនេះគឺមើលអត់ចង់ដាក់ភ្នែកតែម្ដងអ្នកទាំងអស់គ្នាដោយសារតែទេសភាពហ្នឹងគឺវាស្អាតពេកហើយខ្យល់ត្រជាក់ស្ងៀមស្ងាត់អាកាសធាតុអញ្ចឹងទៀតគឺថានៅក្នុងចិត្តរបស់យើងគឺបានធូរស្បើយសឹងតែ 100% តែម្ដងពេលវេលាល្អអញ្ចឹងមិនដឹងថាយើងបានធ្វើវាប្រហែលដងទេអញ្ចឹងអ្នកទាំងអស់គ្នាបើយើងមានពេលអ្វីដែលយើងចង់ធ្វើយើងធ្វើហើយទៅអ្វីដែលយើងចង់សម្រេចយើងធ្វើហើយទៅយើងនិយាយពាក្យល្អទៅកាន់មនុស្សយើងស្រឡាញ់យើងព្យាយាមបង្ហាញនូវក្តីស្រឡាញ់របស់យើងទៅកាន់គាត់តើយើងមានឱកាសនៅនេះខ្ញុំអត់បានសួរគេថាភូមិអីទេប៉ុន្តែដូចជាខ្ញុំជិះទៅហួសបន្តិចគឺមានវត្តមួយគេដាក់ថាវត្តស្នំ7អញ្ចឹងខ្ញុំគិតថាភូមិនេះអាចនឹងនៅចិត្តនឹងដែរពួកខ្ញុំបានជិះកាត់ភូមិនេះសូម្បីតែទេសភាពនៅភូមិនេះក៏មើលទៅស្អាតមែនទែននៅពេលយប់ថ្ងៃរៀបលិចគេហៅថ្ងៃកងភ្នំ